ជោមចំពោះ23ចម្លើយរបស់លោកជោមទៅកាន់លោកអេលីផាព្រះអង្គមិនព្រមចរចាជាមួយខ្ញុំទេខ1លោកជោមឆ្លើយវិញថាខ2នៅថ្ងៃនេះទៀតទោះបីខ្ញុំជោគដៃខ្ទប់ពាក្យត្អូញត្អែររបស់ខ្ញុំក្តីក៏ខ្ញុំរអ៊ូរទាំកាន់តែខ្លាំងថែមទៀតខ3បើខ្ញុំដឹងថាព្រះអង្គនៅទីណាបើខ្ញុំអាចទៅដល់កន្លែងដែលព្រះអង្គគង់នៅខ4នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះអង្គខ្ញុំនឹងថ្លែងប្រាប់ព្រះអង្គឲ្យអស់សេចក្តីខ5ខ្ញុំមុខជាដឹងសេចក្តីដែលព្រះអង្គនឹងឆ្លើយមកខ្ញុំព្រមទាំងចូលសេចក្តីដែលព្រះអង្គសពព្រះハតីមានព្រះបន្ទូលមកខ្ញុំខ6ព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គដើម្បីចោទប្រកាន់ខ្ញុំឬទេព្រះអង្គមកជេរស្ដាប់ខ្ញុំពុំខានខ7ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះអង្គព្រោះខ្ញុំជាមនុស្សទៀងត្រង់ពេលនោះព្រះអង្គដែលជាចៅវាយរបស់ខ្ញុំនឹងប្រកាសថាខ្ញុំជាមនុស្សគ្មានទោសរហូតតទៅខ8បើសិនបើខ្ញុំទៅទិសខាងកើតព្រះអង្គមិនគង់នៅទីនោះទេប្រសិនបើខ្ញុំទៅទិសខាងលិចក៏មិនឃើញព្រះអង្គនៅទីនោះដែរខ9តើព្រះអង្គរវល់ទៅទិសខាងជើងឬបានជាខ្ញុំមិនឃើញព្រះអង្គឬមួយព្រះអង្គពួនទៅទិសខាងត្បូងហើយខ្ញុំមិនអាចឃើញព្រះអង្គខ10ព្រះជាម្ចាស់ជាច្បាស់នៅមាគ៌ាដែលខ្ញុំដើរប្រសិនបើព្រះអង្គលបងលមើលខ្ញុំព្រះអង្គមុខជាឃើញថាខ្ញុំប្រៀបបាននឹងមាសសុទ្ធខ11ខ្ញុំដើរតាមគន្លងរបស់ព្រះអង្គខ្ញុំនៅជាប់នឹងមាគ៌ារបស់ព្រះអង្គជានិច្ចឥតងាករេចេញឡើយខ12ខ្ញុំប្រព្រឹត្តតាមសេចក្តីដែលព្រះអង្គបង្គាប់ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ព្រះអង្គគឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយខ13ប្រសិនបើព្រះអង្គសម្រេចធ្វើការអ្វីមួយគ្មាននរណាអាចផ្លាស់ប្ដូរគំនិតរបស់ព្រះអង្គបានទេព្រះអង្គចង់ធ្វើអ្វីមួយព្រះអង្គធ្វើការនោះខ14ព្រះអង្គវិនិច្ឆ័យទោសខ្ញុំយ៉ាងណាព្រះអង្គនឹងដាក់ទោសខ្ញុំយ៉ាងនោះហើយនៅមានការវិនិច្ឆ័យជាច្រើនទៀតតែព្រះអង្គគ្រងទុកដែរខ15ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពេលណាខ្ញុំរិះគិតដូច្នេះខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងខ16ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំព្រះអង្គដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំងខ17ទោះបីសេចក្តីងងឹតនៅជុំវិញខ្ញុំទោះបីភាពអន្តការគ្របបាំងលើខ្ញុំក៏ខ្ញុំមិននៅស្ងៀមដែរ